បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទចឹងថ្ងៃនេះគឺថាតាក់យើងចាញ់ទៀតហើយបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះចេញ10ទៀតហើយបាទចេញពេលព្រឹកព្រលឹមតែម្ដងបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះចេញទៅខាងប៉ោយប៉ែតបាទខាងផ្សារកដាលបងប្អូនទាំងអស់គ្នាបាទហើយអរគុណមែនតើបងសម្រាប់ការជឿទុកចិត្តមកលើបងប្អូនចឹងណាបាទខ្ញុំខានផុសខ្ញុំខានផុស TikTok យូរហើយបងប្អូនទាំងអស់គ្នាបាទគាត់ឆាតមកសួរថាបងនៅលក់ទៀតអត់បាទអញ្ចឹងសម្រាប់តាក់ខ្ញុំនៅលក់នៅតែមានលក់រាល់ថ្ងៃចឹងហើយបងប្អូនទាំងអស់គ្នាបាទតែដោយសារតែ TikTok ខ្ញុំមានបញ្ហាជាប់ការពមៀនរបស់ក្រុមហ៊ុនចឹងណាចឹងទៅខ្ញុំអត់សូវបានដើរផុសទេបងប្អូនទាំងអស់គ្នាបាទដោយសារតែយើងផុសទៅខុសគោលការណ៍គេម្ដងទៀតគេនឹងបិទករណីរបស់ខ្ញុំចឹងណាបងប្អូនទាំងអស់គ្នាបាទចឹងខ្ញុំអត់សូវបានផុសទេបាទចឹងសម្រាប់បងប្អូនដែលចង់បានតាក់ពីខ្ញុំយកទៅប្រើលេខទូរស័ព្ទខ្ញុំដាក់នៅលើ profile TikTok បងប្អូនទាំងអស់គ្នាបាទហើយលេខ call លេខ Telegram តែមួយទេបងប្អូនទាំងអស់គ្នាបាទឬមួយក៏ចង់ឆាតចូល page ក៏បានដែរ page ខ្ញុំដាក់តាំងនៅលើ profile TikTok ដែរបងប្អូនទាំងអស់គ្នាបាទហើយសម្រាប់តាក់បងប្អូនបាទគឺថាខ្ញុំផ្ញើជូនបងប្អូន25រាជធានីខេត្តក្រុងចឹងណាបងប្អូនបាទមិនថានៅបងប្អូននៅដល់កន្លែងណាទីណាទេបងប្អូនអរគ្នាបាទខ្ញុំផ្ញើជូនបងប្អូនបានចឹងណាបាទហើយខាងខ្ញុំនេះបងប្អូនអើយគេថាអស់កន្លែងដាក់កដោហើយបងប្អូនអរគ្នាបាទឥឡូវគេច្រូតវាលអស់ហើយខាងខ្ញុំអត់មានព្រៃទេបងប្អូនអរគ្នាបាទមានដប់តិចតិចចឹងទៅទៅធ្វើឲ្យវាអស់កដោបងប្អូនបាទបើសិនជាមានត្រែប្រាំងអត់ខ្វះទេឡើងដាក់បងប្អូនបាទគាត់ថាសម្បូរមែនតើកដោហើយខាងខ្ញុំអត់មានកដោតូចទេបងប្អូនអរគ្នាបាទមានកដោប្រែងបាទស្រុកខ្លះគេហៅកដោងូកចឹងណាបងប្អូនអរគ្នាបាទអត់មានកដោតូចទេដល់បកង់មានដែរមានមួយបងប្អូនអរគ្នាបាទហើយឥឡូវខ្ញុំអស់កន្លែងដាក់អត់ដឹងថាទៅដាក់ណាទៀតទេបងប្អូនបាទអញ្ចឹងវីដេអូនេះខ្ញុំមានប៉ុណ្្នឹងទេបងប្អូនអរគ្នាបាទជម្រាបលាបងប្អូនអរគ្នាបាទជួបខ្ញុំនៅវីដេអូក្រោយ